Rương preng tẹt tông nâng tùm niếm bầm bùa niệm. Bị thi bầm bùa côn proc nông pra Phậtศาสนา hai thá bị thi bầm bùa niệm. Bị thi bầm bùa niệm ní chia bị thi mùi thống đài miên tùm lọp thơ tăng pi bồ rà nà ca mộc. Hói đài châu chuột triếp nông chật nàyប្រជាជនខ្មែរគ្រប់រូប ព្រោះព្រះពុទ្ធសាសនាខ្មែរបានចាត់ទុកជាសាសនាតែមួយរបស់ជាតិឯការបំពោះកូនចៅក៏ជាកិច្ចទំនុកបម្រុងព្រះពុទ្ធសាសនាមួយដែរម្យ៉ាងទៀតព្រះពុទ្ធសាសនាជាប្រភពនៃការបណ្ដុះនិស្ស័យអក្សរសាស្ត្រនិងតម្រេះវិជ្ជាផ្សេងៗមានជំនាញសំណង់និងការរចនាផ្សេងៗជាដើមមនុស្សដែលបានបួសក្នុងព្រះពុទ្ធសាសនាមានតម្លៃខ្ពស់ជាងមនុស្សដែលពុំបានបួសព្រោះអ្នកស្រុកតែងយល់ថាអ្នកបួសជាមនុស្សស្គាល់បាបបុណ្យគុណទោសច្បាស់លាស់ហើយខ្មែរយើងតែងមានជំនឿម្យ៉ាងទៀតថាបួសនេនសងគុណម្ដាយបួសភិក្ខុសងគុណឪពុកជំនឿទាំងនេះបានជ្រាបជ្រៅក្នុងសន្តានចិត្តប្រជាជនខ្មែរទូទាំងប្រទេសរហូតដល់ទៅការទុកដាក់កូនចៅឲ្យមានប្តីប្រពន្ធក៏គេនិយមប្រកាន់រើសរកតែបុរសណាដែលបានបួសរៀនផងដែរអ្នកស្រុកស្រែចំការនៅប្រកាន់ទំនៀមទម្លាប់ខាងលើនេះជាប់រហូតដល់សប្តាហ៍ថ្ងៃប៉ុន្តែមិនសូវជាតឹងរឹងដោយការពីដើមទេព្រោះឥឡូវនេះមានសាលារៀនរដ្ឋច្រើនហើយដែលសម្រាប់បណ្ដុះនិស្ស័យនិងតម្រេះវិជ្ជាផ្សេងៗដោយគេយល់ថាអ្នកបួសជាមនុស្សប្រសើរយ៉ាងនេះហើយទើបគេហៅបុព្វជាបេក្ខៈនិងឧបសម្បទាបេក្ខៈថានាគបំបួសនាគគឺជាការបំបួសមនុស្សប្រសើរដំរីមានភ្លុកដែលធំល្អជាងគេនិងពស់ដែលធំវិសេសជាងគេក៏ហៅថានាគដែរព្រោះពាក្យថានាគនេះមានន័យថាប្រសើរប៉ុន្តែទំនៀមបំបួសនាគនេះមានរឿងព្រេងពីបុរាណមួយនិទានថាកាលដែលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តចេតពុននាគរាជមួយមានមហិទ្ធិឫទ្ធិមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាចង់បួសជាភិក្ខុការក៏កាឡាខ្លួនជាមាណពចូលទៅថ្វាយបង្គំព្រះមហាទេសថេរហើយទូលថាខ្ញុំព្រះករុណាសូមបួសក្នុងសមណៈព្រះមហាសទ្ធេរផងព្រះមហាសទ្ធេរក៏បំបួសស្ដេចនាគកាឡានោះជាភិក្ខុទៅថ្ងៃមួយនៅពេលដែលភិក្ខុស្ដេចនាគនោះសឹងពេលថ្ងៃយ៉ាងស្កប់ស្កល់ខ្លួនលោកក៏คล้ายជានាគឆ្វាយរង្វេលពេនពេញបន្ទប់ស្បង់ជីពកខ្ចាត់ខ្ចាយ